នៅក្នុងភូមិដាច់ស្រយាលមួយដែលស្ថិតនៅក្រោមជើងភ្នំដាច់ស្រយាលមួយនៅខេត្តកំពង់ស្ពឺមានអណ្ដូងបុរាណមួយដែលមានទឹកដ៏ជ្រៅហួសពីការស្មានហើយជុំវិញមាត់អណ្ដូងនោះគឺមានដើមឈើធំៗដុះព័ទ្ធជុំវិញរហូតធ្វើឲ្យទីនោះងងឹតស្លុបអណ្ដូងនេះមានប្រវត្តិដ៏គួរឲ្យរន្ធត់តាំងពីសម័យបុរាណកាលមកម្ល៉េះដោយមានរឿងដំណាលថាកាលពីសម័យមុនមានស្ត្រីម្នាក់ត្រូវបានគេសម្លាប់ដោយបោះទម្លាក់ទៅក្នុងអណ្ដូងនេះហើយព្រលឹងរបស់នាងនៅតែវិលវល់នៅក្នុងអណ្ដូងនេះដើម្បីរកអ្នកមកជំនួសរហូតមកដល់សពថ្ងៃអ្នកភូមិទាំងអស់គ្នាបានហាម5កូនចៅមិនឲ្យទៅជិតអណ្ដូងនោះឡើយព្រោះគេជឿថាព្រលឹងនៅក្នុងអណ្ដូងនោះនឹងទាញយកជីវិតអ្នកដែលហ៊ានទៅជិតទីនោះយប់មួយដែលមានភ្លៀងធ្លាក់រលឹមប្រយមានគូស្នេហ៍វ័យក្មេង2នាក់បានដឹកម៉ូតូមកឈប់នៅក្បែរអណ្ដូងនោះដោយមិនដឹងពីរឿងរ៉ាវដ៏គួរឲ្យភ័យខ្លាចនៅឡើយបុរសម្នាក់ឈ្មោះសុខានិងនារីម្នាក់ឈ្មោះសីតាមកពីភូមិផ្សេងគ្នាដែលមិនធ្លាប់ឮរឿងរ៉ាវនៃអណ្ដូងនេះបានដឹកគ្នាមកជួបគ្នានៅទីនេះដែលយល់ថាជាកន្លែងស្ងាត់ជ្រងំល្អសម្រាប់ពួកគេប្រព្រឹត្តទង្វើធម្មជាតិពេលដែលពួកគេកំពុងតែអង្គុយជជែកគ្នាយ៉ាងស្ងប់ស្ងាត់នៅក្បែរអណ្ដូងស្រាប់តែមានសំឡេងស្ត្រីម្នាក់លាន់ល្វើយចេញមកពីក្នុងអណ្ដូងធ្វើឲ្យពួកគេភ័យតក់ស្លុតយ៉ាងខ្លាំងសុខាដែលជាបុរសក្លាហានបានទៅអើតមើលក្នុងអណ្ដូងនោះតែសីតាបានទប់គាត់មិនឲ្យទៅមើលដោយនាងមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែភ្លាមនោះមានដៃស្ត្រីម្នាក់ដែលស្លេកស្លាំងបានលូកចេញពីក្នុងអណ្ដូងយ៉ាងលឿនស្លេវហើយចាប់ជើងរបស់សុខាទាញចូលទៅក្នុងអណ្ដូងសីតាបានស្រែកយំយ៉ាងខ្លាំងហើយព្យាយាមទាញដៃរបស់សុខាប៉ុន្តែកម្លាំងទាញពីក្នុងអណ្ដូងខ្លាំងពេកធ្វើឲ្យនាងមិនអាចជួយសុខាបានឡើយសីតាបានរត់ទៅស្វែងរកជំនួយពីអ្នកភូមិដោយនាងបានស្រែកយំប្រាប់ពីហេតុការណ៍ដែលបានកើតឡើងហើយមានអ្នកភូមិជាច្រើនបានកាន់ចង្កៀងនិងកាំភ្លើងរត់មករកមើលពេលដែលអ្នកភូមិមកដល់ពួកគេបានឃើញរូបរាងស្ត្រីម្នាក់ស្លៀកសម្លៀកបំពាក់សសាច់ឈាមស្លេកស្លាំងកំពុងតែអណ្ដែតនៅក្នុងទឹកអណ្ដូងហើយសក់វែងរបស់នាងបានក្របបាំងជិតមុខរបស់នាងធ្វើឲ្យមើលមិនឃើញមុខច្បាស់អ្នកភូមិចាស់បានស្គាល់ថានេះជាព្រលឹងរបស់នាងបុប្ផាដែលត្រូវបានគេសម្លាប់កាលពី50ឆ្នាំមុនភ្លាមនោះដែរព្រលឹងនោះបានងាកមុខមកមើលអ្នកភូមិហើយមុខរបស់នាងគឺគួរឲ្យរន្ធត់យ៉ាងខ្លាំងដោយភ្នែករបស់នាងមានតែរន្ធខ្មៅងងឹតនិងមាត់របស់នាងញញឹមរង្វះមាត់ទៅតឹងដល់គុំត្រចៀកអ្នកភូមិចាស់ម្នាក់បានស្រែកប្រាប់ឲ្យគ្រប់គ្នារត់ចេញពីទីនោះតែព្រលឹងនោះបានផ្លាស់ទីយ៉ាងលឿនស្លេវទៅចាប់សីតាដោយសំឡេងសើចដ៏គួរឲ្យខ្លាចបានលាន់ឮរំពងពេញព្រៃអ្នកភូមិចាស់បានដឹងថាព្រលឹងនេះចង់សងសឹកដោយសារតែសីតានិងសុខាបានមកធ្វើឲ្យរំខានដល់ទីកន្លែងស្ងាត់ជ្រងំរបស់នាងហើយការធ្វើបែបនេះអាចនឹងធ្វើឲ្យព្រលឹងខឹងសម្បាហើយចេញមកសម្លាប់អ្នកភូមិបន្តទៀតដោយមានការភ័យខ្លាចនេះអ្នកភូមិទាំងអស់គ្នាបានសម្រេចចិត្តចាប់សីតាទម្លាក់ចូលទៅក្នុងទឹកអណ្ដូងដោយពួកគេជឿថានេះជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការសម្លាប់មនុស្សរបស់ព្រលឹងខ្មោចដ៏កំណាចនោះរាត្រីនោះសំឡេងស្រែកយំរបស់សីតាបានលាន់ឮពេញព្រៃព្រឹក្សាហើយបន្ទាប់មកសំឡេងនោះក៏បាត់ទៅទុកឲ្យភាពស្ងាត់ឈឹងដ៏គួរឲ្យរន្ធត់បានគ្របដណ្ដប់លើភូមិទាំងមូលចាប់តាំងពីពេលនោះមកអណ្ដូងនោះកាន់តែមានរឿងគួរឲ្យខ្លាចថែមទៀតដោយអ្នកដំណើរដែលដើរកាត់តំបន់នោះតែងតែឮសំឡេងស្រី2នាក់យំនិងសើចចេញពីក្នុងអណ្ដូងពេលយប់ស្ងាត់មានអ្នកភូមិខ្លះបានឃើញស្រី2នាក់ស្លៀកសម្លៀកបំពាក់សស្អាតអង្គុយនៅមាត់អណ្ដូងដោយមានបុរសម្នាក់អង្គុយនៅចន្លោះពួកគេហើយទាំង3នាក់មានទឹកមុខស្លេកស្លាំងគួរឲ្យខ្លាចអ្នកភូមិបានដឹងថានោះគឺជាព្រលឹងរបស់បុប្ផាសីតានិងសុខាដែលត្រូវបានព្រលឹងចាស់ទាញចូលទៅក្នុងអណ្ដូងនោះហើយឥឡូវនេះពួកគេបានក្លាយជាព្រលឹងថ្មីដែលនៅចាំការពារអណ្ដូងនោះទាំងអស់គ្នាពេលវេលាបានកន្លងផុតទៅតែរឿងរ៉ាវនៃអណ្ដូងព្រលឹងនេះនៅតែបន្តរាលដាលពីមាត់មួយទៅមាត់មួយធ្វើឲ្យអ្នកភូមិកាន់តែភ័យខ្លាចហើយមិនហ៊ានទៅជិតអណ្ដូងនោះទៀតទេមានអ្នកខ្លះបាននិយាយថានៅពេលយប់ស្ងាត់ជ្រងំគេតែងឮសំឡេងម៉ូតូមួយបើកមកឈប់នៅក្បែរអណ្ដូងបន្ទាប់មកក៏មានសំឡេងស្រី3នាក់សើចយ៉ាងខ្លាំងមុនពេលដែលសំឡេងទាំងអស់នោះរលាយបាត់ទៅវិញបងប្អូនស្រីរបស់សីតាឈ្មោះសុចិត្រាបានធ្វើដំណើរមកដល់ភូមិនេះនៅពេលព្រលប់ដោយនាងបានឮដំណឹងអំពីការបាត់ខ្លួននិងការស្លាប់របស់បងស្រីនាងតាមរយៈការនិយាយតៗគ្នានាងបានសម្រេចចិត្តស្នាក់នៅផ្ទះចាស់មួយនៅក្បែរភូមិដែលជាកន្លែងដែលមានម្ចាស់ផ្ទះចាស់ជរាម្នាក់រស់នៅតែម្នាក់ឯងហើយគាត់ក៏ជាអ្នកដែលបានរស់នៅក្នុងភូមិនេះអស់រយៈពេលជាង70ឆ្នាំមកហើយយប់នោះ
ខណៈពេលដែលសុចិត្រាកំពុងតែអង្គុយញ៉ាំបាយជាមួយម្ចាស់ផ្ទះចាស់នោះនាងបានចាប់ផ្ដើមសួរនាំអំពីប្រវត្តិរបស់អណ្ដូងនោះម្ចាស់ផ្ទះចាស់បានប្រាប់ថាកាលពី50ឆ្នាំមុនមានស្ត្រីម្នាក់ឈ្មោះបុប្ផាដែលជាស្រីស្អាតប្រចាំភូមិត្រូវបានបុរសម្នាក់លួងលោមឲ្យស្រឡាញ់ហើយបន្ទាប់មកបុរសនោះបានក្បត់ចិត្តនាងទៅស្រឡាញ់ស្រីផ្សេងដោយសារតែការជឿចាប់បុប្ផាបានទៅរៀនវិជ្ជាអាគមពីគ្រូមន្តអាគមម្នាក់នៅក្នុងព្រៃហើយនាងបានប្រើវិជ្ជានេះដើម្បីសងសឹកបុរសនោះនិងស្រីថ្មីរបស់គេពេលដែលអ្នកភូមិដឹងរឿងទាំងអស់នេះពួកគេបានរួមគ្នាចាប់បុប្ផាទម្លាក់ទៅក្នុងអណ្ដូងព្រោះអ្នកភូមិមានការស្អប់ខ្ពើមអំពើអាបធ្មប់ខ្មៅងងឹតខ្លាំងណាស់ដោយមុនពេលស្លាប់នាងបានបួងសួងថានឹងនៅតែបន្តសងសឹកគូស្នេហ៍ណាដែលហ៊ានមកជិតអណ្ដូងនេះសុចិត្រាកាន់តែចង់ដឹងច្រើនឡើងហើយនាងបានសួរម្ចាស់ផ្ទះថាហេតុអ្វីបានជាអ្នកភូមិហ៊ានចាប់បងស្រីនាងទម្លាក់ទៅក្នុងអណ្ដូងដែរម្ចាស់ផ្ទះបានប្រាប់ថានេះជាទំនៀមទម្លាប់របស់អ្នកភូមិដែលត្រូវតែលះបង់ជីវិតមនុស្សម្នាក់ដើម្បីសង្គ្រោះជីវិតមនុស្សរាប់រយនាក់នៅក្នុងភូមិបើមិនដូច្នោះទេព្រលឹងនឹងចេញមកសម្លាប់អ្នកភូមិម្ដងម្នាក់រហូតដល់អស់ពីភូមិតែម្ដងសុចិត្រាកាន់តែមានចម្ងល់ច្រើនឡើងហើយនាងបានសម្រេចចិត្តស្វែងរកព័ត៌មានបន្ថែមពីអ្នកភូមិផ្សេងទៀតហើយនាងបានដើរសួរនាំអ្នកភូមិម្នាក់ម្ដងអំពីរឿងរ៉ាវដែលបានកើតឡើងពេលដែលនាងកំពុងតែដើរស្វែងរកព័ត៌មាននាងបានជួបនឹងចាស់ជរាម្នាក់ដែលមានវ័យប្រហែល90ឆ្នាំហើយគាត់បានប្រាប់នាងថាការពិតទាំងអស់មិនមែនដូចអ្វីដែលអ្នកភូមិបាននិយាយនោះទេចាស់ជរានោះបានប្រាប់ថាការពិតបុប្ផាមិនដែលបានរៀនវិជ្ជាអាគមនោះទេតែនាងត្រូវបានក្រុមមនុស្សអាក្រក់មួយចំនួនចាប់រំលោភហើយសម្លាប់ទម្លាក់ទៅក្នុងអណ្ដូងក្រុមមនុស្សទាំងអស់នោះបានបង្កើតរឿងថានាងរៀនវិជ្ជាអាគមដើម្បីបិទបាំងអំពើខុសខើរបស់ពួកគេអ្នកភូមិដែលដឹងការពិតក៏ត្រូវបានគំរាមកំហែងមិនឲ្យនិយាយរឿងនេះចេញមកក្រៅសុចិត្រាកាន់តែមានការសង្ស័យច្រើនឡើងហើយនាងបានសម្រេចចិត្តទៅមើលអណ្ដូងនោះដោយផ្ទាល់នៅពេលថ្ងៃនៅពេលដែលនាងទៅដល់អណ្ដូងនាងបានឃើញស្លាកចាស់ៗមួយចំនួននៅជុំវិញអណ្ដូងដែលសរសេរជាអក្សរចាស់ៗប្រាប់ថាអណ្ដូងនេះគឺជាកន្លែងពិសិដ្ឋសម្រាប់បូជាយញ្ញតាំងពីសម័យបុរាណខណៈពេលដែលនាងកំពុងតែអានអក្សរលើស្លាកទាំងនោះស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងហើយនាងបានឮសំឡេងស្រីម្នាក់ខ្សឹបប្រាប់នាងថាការពិតគឺថាអណ្ដូងនេះត្រូវបានប្រើប្រាស់ដោយក្រុមមនុស្សអាក្រក់ដើម្បីសម្លាប់ស្ត្រីជាច្រើននាក់ហើយព្រលឹងរបស់ស្ត្រីទាំងនោះបានរួមគ្នាដើម្បីសងសឹកអ្នកដែលប្រព្រឹត្តអំពើអាក្រក់សុចិត្រាបានចាប់ផ្ដើមយល់ហើយថាហេតុអ្វីបានជាបងស្រីនាងត្រូវស្លាប់ព្រោះនាងនិងសុខាបានទៅរំខានដល់ព្រលឹងទាំងនោះដែលកំពុងតែធ្វើការសងសឹកនាងក៏បានឮសំឡេងបងស្រីនាងនិយាយប្រាប់ថាឥឡូវនេះនាងបានរួមជាមួយព្រលឹងផ្សេងទៀតដើម្បីការពារកុំឲ្យមានការសម្លាប់ស្ត្រីបន្ថែមទៀតនៅក្នុងភូមិនេះ